ថ្នាក់ដឹកនាំអត់មានបានមានប្រសាសន៍ដូច្នោះទេឬក៏មានកាយវិការសកម្មភាពដូច្នោះទេក៏ប៉ុន្តែ defect ធ្វើឲ្យថ្នាក់ដឹកនាំឬក៏បុគ្គលល្បីៗមួយចំនួនធ្វើសកម្មភាពដែលគាត់មិនបានធ្វើពីមុនយើងធ្លាប់តែទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានវិទ្យុទូរទស្សន៍កាសែតទស្សនាវដ្តីក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺភាគច្រើនគឺយើងទទួលព័ត៌មានតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមឬក៏ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media ព័ត៌មានផ្សេងៗនេះគឺផ្ដល់ផលជះអវិជ្ជមានជាច្រើននៅក្នុងសង្គមរបស់យើងរាប់ចាប់តាំងពីកម្រិតបុគ្គលខ្លួនឯងគ្រួសារសហគមន៍និងសង្គមជាតិទាំងមូលជាដំបូងនេះខ្ញុំសូមអនុញ្ញាតគោរពជំរាបសួរប្រិយមិត្តដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់ចេញពី Facebook Page ផ្លូវការរបស់មជ្ឈមណ្ឌលកម្ពុជាវិទ្យាសាស្ត្រទាំងអស់ជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីជជែកពីកម្ពុជាវិទ្យាសាស្ត្រថ្ងៃនេះមជ្ឈមណ្ឌលកម្ពុជាវិទ្យាសាស្ត្រយើងខ្ញុំនឹងធ្វើការជជែកពិភាក្សាទៅលើប្រធានបទថ្មីមួយទៀតស្ដីអំពី Information Disorder ប្រិយមិត្តទីមេត្រីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា Digital ថ្នាក់បណ្ដាញផ្សព្វផ្សាយសង្គមនិងបញ្ញាសិប្បនិម្មិតបាននឹងកំពុងផ្លាស់ប្ដូររបៀបដែលព័ត៌មានត្រូវបានបង្កើតចែករំលែកនិងប្រើប្រាស់ទោះបីជាការវិវត្តនៃបច្ចេកវិទ្យាបានធ្វើឲ្យការទទួលបានព័ត៌មានកាន់តែមានវិសាលភាពទូលំទូលាយក៏ដោយប៉ុន្តែក៏បានបង្កើតជាបរិយាកាសអំណោយផលដល់ការបង្កើតនិងចែកចាយព័ត៌មានក្នុងទម្រង់ Information Disorder ផងដែរដើម្បីជ្រាបកាន់តែច្បាស់អំពី Information Disorder ថ្ងៃនេះមជ្ឈមណ្ឌលកម្ពុជាវិទ្យាសាស្ត្រមានកិត្តិយសដល់ទទួលបានការជើញជរុំពីវាគ្មានកិត្តិយសរបស់យើងចង់ដឹងផងដែរថាវាគ្មានកិត្តិយសដែលនឹងត្រូវជជែកពិភាក្សាគ្នាបន្តិចទៀតនេះជំណានឹងញ៉ាំគោរពជំរាបសួរឯកឧត្តមនេះតទៅចាសសូមគោរពជំរាបសួរឯកឧត្តមចាសសូមឯកឧត្តមអនុញ្ញាតធ្វើការណែនាំខ្លួនទៅកាន់ប្រិយមិត្តអ្នកតាមដានរបស់យើងនៅពេលនេះផងដែរចាសសូមគោរពអញ្ជើញបាទជាបឋមខ្ញុំបាទសូមគោរពជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីនិងប្រិយមិត្តដែលកំពុងតាមដានទស្សនាការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា 4.0 ទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះ Alvin បច្ចុប្បន្នគឺជាអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មានចាជាថ្មីបងទៀតខ្ញុំសូមអរគុណឯកឧត្តមជាខ្លាំងដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមកិច្ចពិភាក្សារបស់យើងនៅពេលនេះចាជាដំបូងសូមឯកឧត្តមជួយពន្យល់ថាតើអ្វីទៅជា Information Disorder បាទសូមអរគុណសម្រាប់សំណួរតាមពិតទៅពាក្យ Information Disorder គឺជាពាក្យមួយដែលត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ2017មកទេពីមុននេះគឺភាគច្រើនគឺយើងប្រើប្រាស់នៅពាក្យ disinformation ឬក៏ false information ជាព័ត៌មានคล้ายៗក៏ប៉ុន្តែខ្ញុំសូមអនុញ្ញាតជម្រាបជូនពីសាវតាបន្តិចថាតើហេតុអ្វីក៏មានពាក្យនេះកើតមានឡើងមានអ្នកជំនាញលើព័ន្ធផ្សព្វផ្សាយគឺលោកស្រី Wordle ហើយនិងលោក Dereshkan កាលពីឆ្នាំ2017អ្នកនិពន្ធទាំងពីរអ្នកនេះជាអ្នកជំនាញដែលមកពីអង្គភាព First Draft ដែលជាអង្គភាពដែលធ្វើការផ្សព្វផ្សាយទៅលើអក្សរកម្មព័ត៌មាននិងព័ត៌មានផ្សព្វផ្សាយលោកបានប្រើប្រាស់នៅពាក្យ Information Disorder នេះដើម្បីសំដៅទៅលើការចែកផ្សាយនៅព័ត៌មានคล้ายៗដែលមានចេតនាទុច្ចរិតនិងបង្កនៅហានិភ័យដល់អ្នកប្រើប្រាស់ដូច្នេះសម្រាប់លោកទាំងពីរយល់ឃើញថាការដែលប្រើប្រាស់នៅពាក្យព័ត៌មានคล้ายៗនេះគឺវាអត់ទាន់គ្រប់គ្រាន់ដើម្បី cover នៅចេតនាឬក៏ផលប៉ះពាល់នៃព័ត៌មានคล้ายៗដែលបង្កើតឡើងនោះទេតាមប្រភេទនីមួយៗដូច្នេះហើយគាត់បានបង្កើតនៅពាក្យ Information Disorder នេះដើម្បីបង្ហាញអំពីប្រភេទនៃព័ត៌មានចេតនានៃព័ត៌មាននិងផលជះអវិជ្ជមាននៃព័ត៌មានទាំងអស់នោះហើយជាទូទៅ Disinformation Disorder របស់លោកស្រី Wordle ហើយនិងលោក Dereshkan នេះគឺគាត់បានបែងចែកជា3គឺព័ត៌មានបំភ្លៃយើងហៅថា malinformation
ព័ត៌មានខ្លាញ់បន្លំ disinformation ហើយនិងព័ត៌មានភ័ន្តច្រឡំ misinformation បាទចាសូមអរគុណច្រើនអាយដាមសូមអាយដាមអាចជួយជម្រាបបន្ថែមបានទេថាតើហេតុអ្វីបានជាប្រធានបទនេះក្លាយជាបញ្ហាសំខាន់នៅក្នុងយុគសម័យ digital នេះដែរបាទប្រធានបទនេះមានសារៈសំខាន់ពីព្រោះបច្ចុប្បន្ននេះយើងសង្កេតឃើញអំពីការប្រែប្រួលនៃឥរិយាបថនៅក្នុងការប្រើប្រាស់របស់ជាពិសេសរបស់យុវជននៅក្នុងការទទួលនិងការបង្កើតសារផ្សេងៗពីមុនយើងធ្លាប់តែទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានវិទ្យុទូរទស្សន៍កាសែតទស្សនាវដ្តីក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺភាគច្រើនគឺយើងទទួលព័ត៌មានតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមឬក៏ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media ដែលរួមមាន website ផងដែរការផ្លាស់ប្ដូរឥរិយាបថនៅក្នុងការប្រើប្រាស់ឬក៏នៅក្នុងការទទួលព័ត៌មាននេះបានធ្វើឲ្យមាននៅបញ្ហាប្រឈមនៅក្នុងនោះគឺបញ្ហាការកើនឡើងនៃព័ត៌មានคล้ายៗដែលព័ត៌មានคล้ายៗនេះគឺផ្ដល់ផលជះអវិជ្ជមានជាច្រើននៅក្នុងសង្គមរបស់យើងរាប់ចាប់តាំងពីកម្រិតបុគ្គលខ្លួនឯងគ្រួសារសហគមន៍និងសង្គមជាតិទាំងមូលអញ្ចឹងក្រៅពីផលប៉ះពាល់អវិជ្ជមានទៅលើកម្រិតដែលខ្ញុំបានលើកឡើងខាងដើមព័ត៌មានคล้ายៗក៏ប៉ះពាល់ធ្ងន់ធ្ងរទៅលើសន្តិសុខជាតិសម្រាប់ធ្នាប់សង្គមហើយនឹងប៉ះពាល់ទៅដល់ទំនាក់ទំនងការបរទេសផងដែរដែលមិនទាន់រាប់បញ្ចូលទាំងផលប៉ះពាល់ទៅលើការរើសអើងអំពើហិង្សានិងបញ្ហាផ្សេងៗដែលជាបញ្ហាអវិជ្ជមាននៅក្នុងសង្គមបាទចាតែអាយដាមអាចជួយពន្យល់បន្ថែមបានទេថាតើ misinformation disinformation និង malinformation មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចដែរបាទសម្រាប់ពាក្យ malinformation misinformation និង disinformation នេះនៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺយើងបានកំណត់នៅនិយមន័យនេះច្បាស់លាស់ដោយសារនិយមន័យទាំង3នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរហើយបានកំណត់នៅនិយមន័យច្បាស់លាស់ដូចជាពាក្យថាព័ត៌មានคล้ายបន្លំ disinformation នេះគឺសំដៅដល់ប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើងដោយយកទៅផ្សព្វផ្សាយឬចែកចាយដោយចេតនាកន្លែងនេះយើងឃើញពាក្យចេតនាដើម្បីបំភាន់ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់អង្គការណាមួយឬប្រទេសណាមួយដូច្នេះបើសិនជាយើងកលិចមើលទៅលើទិន្នន័យព័ត៌មានคล้ายបន្លំនេះហាក់បីដូចជាមានសភាពធ្ងន់ធ្ងរជាងគេមានន័យថាផលប៉ះពាល់នៃព័ត៌មានคล้ายបន្លំនេះមានភាពខ្លាំងឬក៏ធ្ងន់ធ្ងរជាងគេទី2គឺព័ត៌មានបំភ្លៃ malinformation គឺសំដៅដល់ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិតហើយត្រូវបានគេយកមកផ្សព្វផ្សាយឬចែកចាយក្នុងចេតនាដូចគ្នាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កិត្តិយសបុគ្គលអង្គការស្ថាប័នឬប្រទេសណាមួយបើយើងកលេចមើលនិយមន័យនៃពាក្យទាំងពីរនេះគឺផ្ដោតសំខាន់លើចេតនាឬក៏គោលបំណងនៅក្នុងការបង្កើតដូចគ្នាក៏ឲ្យគោលបំណងទាំងពីរនោះគឺគោលបំណងទុច្ចរិតទៀតផងក៏ប៉ុន្តែខុសគ្នាត្រង់ថា disinformation គឺព័ត៌មាននោះគឺអត់មានកើតឡើងទេក៏ប៉ុន្តែត្រូវបានគេប្រឌិតឡើងបាទឧទាហរណ៍ថាបុគ្គល A អត់បានប្រព្រឹត្តលើទង្វើនឹងទេក៏ប៉ុន្តែត្រូវបានគេយកមកផ្សព្វផ្សាយថាបុគ្គល A បានប្រព្រឹត្តទង្វើទាំងអស់នោះមានន័យថាត្រូវបានគេប្រឌិតឡើងជាងក្នុងចេតនាទុច្ចរិតណាមួយដែលឡែកសម្រាប់ព័ត៌មានបំភ្លៃគឺមានន័យថាជាព័ត៌មានដែលកែច្នៃពីព័ត៌មានពិតប៉ុន្តែផ្ដោតសំខាន់ទៅលើភាគច្រើនផ្ដោតសំខាន់ទៅលើឯកជនភាពឧទាហរណ៍ថាគាត់ពិតជាបានប្រព្រឹត្តបែបនោះមែនក៏ប៉ុន្តែគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ដែលមិនមានផលប្រយោជន៍ជាសាធារណៈអ្វីសោះក៏ប៉ុន្តែយើងយកព័ត៌មានឯកជនភាពរបស់គាត់នេះយកមកកែច្នៃយកមកបំភ្លៃធ្វើឲ្យគាត់បាត់បង់នៅកិត្តិយសបាត់បង់នៅកេរ្តិ៍ឈ្មោះឬក៏ធ្វើឲ្យគាត់បាត់បង់នៅផលប្រយោជន៍ណាមួយអានេះគឺយើងហៅថាព័ត៌មានបំភ្លៃឬ malinformation ព័ត៌មានមួយបែបទៀតគឺ misinformation គឺព័ត៌មានភ័ន្តច្រឡំឬក៏ជាព័ត៌មានខុសដែលយើងសំដៅទៅលើប្រភេទព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយក៏ប៉ុន្តែមិនមានចេតនានៅក្នុងការប្រឌិតឬក៏ផ្សព្វផ្សាយព័ត៌មានខុសនេះទេក៏ប៉ុន្តែដោយសារតែបញ្ហាអចេតនានេះនាំឲ្យធ្វើឲ្យមានការខុសឆ្គងនិងបានបង្កើតព័ត៌មាននេះឡើងហើយអ្នកដែល share ទៀតសោតក៏គាត់មិនមានចេតនា
នៅក្នុងការចែករំលែកនៅព័ត៌មាននោះក្នុងគោលដៅទុច្ចរិតណាមួយផងដែរដូច្នេះបើសិនជាយោងតាមនិយមន័យ information disorder របស់ Verdal ហើយនិង Damascus គឺមានន័យថាគាត់ផ្ដោតសំខាន់ទៅលើគោលបំណងនៃការចែករំលែកព័ត៌មានទាំងអស់នោះថាតើការផលិតនិងចែករំលែកព័ត៌មានទាំងអស់នោះធ្វើឡើងក្នុងចេតនាណាមួយអញ្ចឹងការខ្វាញ់ឬក៏ការដូចផ្ដើមនៅពាក្យ information disorder នេះគឺដើម្បីគ្របដណ្ដប់ទៅលើវិសាលភាពនៃប្រភេទនៃព័ត៌មានទាំងអស់ហ្នឹងបាទចាអាយដាមតែអាយដាមមានអ្វីបន្ថែមលើពីនឹងទេបាទតកតងជាមួយនឹងបញ្ហាព័ត៌មានคล้ายៗនេះយើងសង្កេតឃើញថាមានច្រើនទម្រង់មែនតើទម្រង់ទាំង3នេះគ្រាន់តែជាទម្រង់ដែលយើងឃើញជាទូទៅក៏ប៉ុន្តែនៅអត់ទាន់រាប់បញ្ចូលទាំង hate speech cyberbully ជាការបន្តបង្អាប់អនឡាញពាក្យសម្អប់ឬក៏ព័ត៌មានផ្សេងទៀតដែលធ្វើឲ្យអ្នកដែលទទួលនោះគាត់មានអារម្មណ៍មិនស្រួលបាទធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់គាត់ទាំងអស់នេះក៏ជាផ្នែកមួយនៃព័ត៌មានคล้ายៗដែរក៏ប៉ុន្តែព័ត៌មានคล้ายៗដែលសំខាន់ដែលជាមូលដ្ឋានដែលបង្កឲ្យមានប្រភេទផ្សេងៗទៀតនោះគឺមាន3ហ្នឹងតែម្ដងគឺព័ត៌មានភ័ន្តច្រឡំព័ត៌មានខ្លែងបន្លំហើយនិងព័ត៌មានបំភ្លៃបាទចាអាយដាមតើមានកត្តាសំខាន់អ្វីខ្លះដែលរួមចំណែកធ្វើឲ្យ information disorder មានការវិវត្តនិងត្រូវបានចែកចាយយ៉ាងឆាប់រហ័សបាទតកតងជាមួយនឹងការចែកចាយនៃព័ត៌មាន information disorder នេះគឺខ្ញុំគិតថាមានកត្តា3សំខាន់ដែលទី1នោះគឺកត្តាបច្ចេកវិទ្យាបាទកត្តាបច្ចេកវិទ្យានេះយ៉ាងដូចម្ដេចគឺយើងដឹងហើយថាបណ្ដាញសង្គមគឺប្រើប្រាស់នៅបច្ចេកវិទ្យា algorithm ដែលជាទូទៅតែងតែបច្ចេកវិទ្យា algorithm នេះគឺតែងតែ push តែងតែរុញសារដែលជាសារដែលមាននិន្នាការសង្គមឬក៏យើងហៅថា social trending នឹងឲ្យលេចឡើងទោះបីជាសារនោះជាសារពិតឬក៏សារคล้ายៗឬក៏សារដែលមិនមានផលប្រយោជន៍ចំពោះសាធារណជនក៏បណ្ដាញសង្គមរុញសារនោះឲ្យកើនឡើងផងដែរអញ្ចឹងធ្វើឲ្យអ្នកដែលទទួលសារទាំងអស់នោះគឺមានភាពងាយស្រួលទទួលឆាប់ទទួលបានសារអានេះគឺជាបញ្ហាបច្ចេកវិទ្យាទី2យើងសង្កេតមើលទៅលើកត្តាការយល់ដឹងនៅក្នុងការប្រើប្រាស់បណ្ដាញសង្គមរបស់យុវជនស្ទាប់យុវវ័យនៅពេលបច្ចុប្បន្នយើងឃើញថាកម្រិតនៃអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៅមានកម្រិតហើយការវាស់វែងទៅលើកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់យុវជនរបស់យើងក៏មិនខុសអំពីការយល់ដឹងរបស់យុវជននៅក្នុងតំបន់អាស៊ានទាំងមូលផងដែរពីព្រោះជាទូទៅយើងកម្រិតនៃអក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយរបស់យើងនៅក្រោម 50% ខណៈដែលបច្ចេកវិទ្យាមានការរីកចម្រើនកាន់តែឆាប់រហ័សជាពិសេសការប្រើប្រាស់ AI នៅក្នុងការផលិតឬក៏ចែកចាយព័ត៌មានហើយការប្រើប្រាស់ AI នេះទៀតសោតបានបង្កើតទៅជាប្រភេទនៃព័ត៌មានថ្មីមួយទៀតយើងហៅថា synthetic media មានន័យថាជាប្រព័ន្ធផ្សព្វផ្សាយដែលប្រើប្រាស់នៅបញ្ញាសិប្បនិម្មិតឬក៏ប្រព័ន្ធ digital ទំនើបដើម្បីផលិតនៅរូបថតនៅរូបភាពវីដេអូនិងសំឡេងហើយបញ្ហា synthetic media នេះគឺបង្កើតទៅជា synthetic disinformation មានន័យថាជាព័ត៌មានคล้ายៗដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យា digital ផ្សេងទៀតដូចជា deepfake ដែលយើងស្គាល់ទាំងអស់គ្នាពីព្រោះ deepfake នេះគឺមានភាពគ្រោះថ្នាក់កាលណាយើងនិយាយអំពីកម្រិតនៃគ្រោះថ្នាក់ deepfake នេះគឺគ្រោះថ្នាក់មែនទែនបាទពីព្រោះយើងអត់ដឹងថាអ្នកនោះជាមនុស្សពិតឬក៏មិនពិតហើយគាត់ធ្វើត្រាប់សកម្មភាពនោះគឺឧទាហរណ៍ថាថ្នាក់ដឹកនាំអត់មានប្រសាសន៍ដូច្នោះទេឬក៏មានកាយវិការសកម្មភាពដូច្នោះទេក៏ប៉ុន្តែ deepfake ធ្វើឲ្យថ្នាក់ដឹកនាំឬក៏បុគ្គលល្បីៗមួយចំនួនធ្វើសកម្មភាពដែលគាត់មិនបានធ្វើអានេះគឺជាបញ្ហានៅក្នុងការរីកចម្រើននៃបច្ចេកវិទ្យាហើយនិងការយល់ដឹងរបស់អ្នកប្រើប្រាស់ទី3គឺកត្តាគោលបំណងនៃអ្នកប្រើប្រាស់ពីព្រោះយើងដឹងហើយថាអ្នកប្រើប្រាស់បណ្ដាញសង្គមមានគោលបំណងខុសៗគ្នាអ្នកខ្លះមានប្រើប្រាស់បណ្ដាញសង្គមដើម្បីទទួលព័ត៌មានដើម្បីស្វែងយល់សិក្សារៀនសូត្រអ្នកខ្លះដើម្បីកម្សាន្តដើម្បីទំនាក់ទំនងហើយចុងក្រោយនេះយើងឃើញមានចរន្តនៃការប្រើប្រាស់បណ្ដាញសង្គមដើម្បីស្វែងរកប្រាក់ចំណូលតាមរយៈការធ្វើអាជីវកម្មទិញលក់អីផ្សេងៗ
ក៏ប៉ុន្តែក៏យើងឃើញមានការប្រើប្រាស់បណ្ដាញសង្គមមួយចំនួនក្នុងគោលបំណងចិត្តទុច្ចរិតដែលបំរើលើគោលនយោបាយបំរើលើផលប្រយោជន៍នយោបាយដែលធ្វើឲ្យមានការបង្កើតនៅព័ត៌មានឬក៏សារដែលមានប្រភពមិនពិតបាទចាតាមការយល់ឃើញរបស់អាយដាមតើមានបញ្ហាណាខ្លះដែលប្រជាពលរដ្ឋតែងជួបប្រទះជាញឹកញាប់នៅលើបណ្ដាញសង្គមទាក់ទងនឹងការទទួលបានព័ត៌មានដែរសូមអាយដាមជួយជម្រាបបន្ថែមបាទថាតើបញ្ហាខ្លះដែលប្រជាពលរដ្ឋរបស់យើងតែងជួបប្រទះខ្ញុំសង្កេតមើលបញ្ហាមួយចំនួនដែលជាទូទៅតែងតែជួបប្រទះក្នុងចំណោមជាពិសេសស្ទាប់យុវវ័យគឺការប្រើប្រាស់នៅសារដែលផ្ដោតទៅលើអារម្មណ៍ឬភាសាបច្ចេកទេសយើងហៅ emotional contents បានមាតិកាផ្ដោតទៅលើអារម្មណ៍នេះគឺមានន័យថាគាត់មានអ្វីនៅក្នុងខ្លួនក៏នៅក្នុងចិត្តគាត់តែងតែបញ្ចេញទៅតាមបណ្ដាញសង្គមហើយសារទាំងនោះគឺមិនមានផលប្រយោជន៍ចំពោះសាធារណជននៅក្នុងការទទួលបានអ្នកដែលអានសារហ្នឹងគឺអត់ទទួលបានផលប្រយោជន៍អ្វីសោះទី2គឺយើងសង្កេតឃើញអំពីបញ្ហាដែលអ្នកប្រើប្រាស់មិនសូវយកចិត្តទុកដាក់នៅក្នុងការពារសុវត្ថិភាពនៅក្នុងការប្រើប្រាស់ដូចជាទិន្នន័យផ្ទាល់ខ្លួនមានឈ្មោះថ្ងៃខែឆ្នាំកំណើតឯកសារសម្គាល់អត្តសញ្ញាណផ្សេងគឺយើងមានការខ្វះចន្លោះនៅក្នុងការពារនៅទិន្នន័យទាំងអស់នោះពីព្រោះដោយសារតែកម្រិតនៃអក្ខរកម្មរបស់យើងអក្ខរកម្ម digital នៅមានកម្រិតយើងមិនសូវខ្វល់ខ្វាយអំពីសុវត្ថិភាពនៃទិន្នន័យទាំងអស់នោះទេទី3ខ្ញុំសង្កេតឃើញផងដែរថាយើងនៅមានបញ្ហា online fraud online scam បញ្ហា click buy បញ្ហា sensational headline មានន័យថាជាបញ្ហាដែលអ្នកប្រើប្រាស់ click លើ link ក៏ប៉ុន្តែมันមានព័ត៌មានអ្វីសោះឬក៏ click លើ link ទៅវាបែរទៅជាការជាប់ទៅនឹង link នៃការបោកប្រាស់អីផ្សេងឬក៏យើងហៅថា phishing បាទធ្វើឲ្យអ្នកដែលប្រើប្រាស់នោះគឺគាត់ខាតប្រយោជន៍បាទទាំងពេលវេលាហើយនិងថវិកាហើយចុងក្រោយនេះខ្ញុំសង្កេតឃើញបញ្ហាចុងក្រោយថ្មីនេះគឺបញ្ហាបន្តបង្អាប់អនឡាញឬក៏យើងហៅថា cyber bully ដែលធ្វើឲ្យមិនទាន់មានទិន្នន័យថាតើមានជនរងគ្រោះប្រមាណអ្នកដោយសារ cyber bully ធ្វើអត្តឃាតក៏ប៉ុន្តែមានប្រទេសមួយចំនួនគឺកំពុងតែរងគ្រោះនៅបញ្ហាហ្នឹងដែលធ្វើឲ្យជាពិសេសយុវជនមួយចំនួនគាត់ធ្វើអត្តឃាតដោយសារតែបញ្ហា cyber bully នេះឯងបាទចាជាមួយគ្នានេះតើក្រសួងព័ត៌មានមានវិធានការឬយុទ្ធនាការអ្វីខ្លះក្នុងការទប់ស្កាត់ឬនឹងកាត់បន្ថយការរីករាលដាលនៃ information disorder នៅក្នុងបរិបទ digital នេះដែរទេបាទសូមអរគុណចំពោះសំណួរយើងសង្កេតមើលថាព័ត៌មានคล้ายឬក៏ព័ត៌មានច្បូកច្បល់ information disorder នេះវាហាក់បីដូចជារឿងមួយតូចក៏ប៉ុន្តែបើសិនជាយើងគិតអំពីផលជះឬក៏ផលប៉ះពាល់នៃព័ត៌មានคล้ายនេះគឺមានកម្រិតធ្ងន់ធ្ងរមែនទែនរបាយការណ៍ស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ស្ដីអំពីបញ្ហាហានិភ័យពិភពលោកដែលអង្គការវេទិកាពិភពលោកវេទិកាសេដ្ឋកិច្ចពិភពលោកធ្វើការព្យាករណ៍ថាតើនឹងមានហានិភ័យសំខាន់អ្វីខ្លះក្នុងរយៈពេល2ឆ្នាំខាងមុខនិងរយៈពេល10ឆ្នាំខាងមុខនៅក្នុងនោះរបាយការណ៍នោះបានបង្ហាញថាព័ត៌មានคล้ายស្ថិតនៅក្នុងលំដាប់លេខរៀងទី2ក្នុងរយៈពេល2ឆ្នាំដែលជាបញ្ហាហានិភ័យខ្ពស់សម្រាប់ពិភពលោកហើយស្ថិតនៅក្នុងលំដាប់លេខរៀងtop 5មានន័យថាលំដាប់លេខរៀងកំពូលទាំង5ដែលមានហានិភ័យខ្ពស់ជាងគេនៅក្នុងពិភពលោកក្នុងរយៈពេល10ឆ្នាំទៅមុខទៀតហើយបញ្ហានេះក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺតែងតែយកចិត្តទុកដាក់នៅក្នុងការធ្វើយ៉ាងណាគឺប្រឆាំងជាមួយនឹងព័ត៌មានคล้ายនិងបង្កើតនៅយន្តការផ្សេងដើម្បីទប់ស្កាត់នៅក្នុងការចែកចាយនៅក្នុងការផលិតនិងចែកចាយនៃព័ត៌មានคล้ายនៅក្នុងនោះផងដែរក្រសួងបានផ្ដោតសំខាន់ទៅលើយន្តការអប់រំការអប់រំផ្សព្វផ្សាយហើយការអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងស្ដីអំពីផលជះអវិជ្ជមាននៃព័ត៌មានคล้ายគឺធ្វើឡើងតាមគ្រប់ទម្រង់មានទាំងជាទម្រង់រូបវន្តហើយនិងជាទម្រង់និមិត្តផងដែរទម្រង់រូបវន្តយើងធ្វើក្នុងទម្រង់ជាសិក្ខាសាលាជាវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកសារព័ត៌មានអ្នកបង្កើតមាតិកាហើយយើងក៏មានការផ្សព្វផ្សាយទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគ្រប់ប្រភេទមានវិទ្យុទូរទស្សន៍ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
ហើយយើងមាន app របស់ក្រសួងព័ត៌មានផងដែរគឺមានន័យថាយើងផ្សព្វផ្សាយគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយហើយទន្ទឹមនោះថ្មីនេះក្រសួងព័ត៌មានក៏បានដាក់ចេញនៅយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដែលដំណាក់កាលទី1គឺយើងអនុវត្តកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025ហើយយើងបញ្ចប់នៅថ្ងៃទី30ខែមិនិនាឆ្នាំ2026ហើយយុទ្ធនាការលើកទី1នេះទទួលបានជោគជ័យមែនទែនបន្ទាប់មកទៀតក្រុមការដឹកនាំរបស់ឯកឧត្តមនៃពេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានក្រសួងព័ត៌មានបានដាក់ចេញនៅយុទ្ធនាការជំហានទី2យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ដែលយើងផ្ដោតសំខាន់ទៅលើក្រុមយុវជនដែលជាក្រុមគោលដៅចម្បងនៅក្នុងនោះគឺយើងចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026ហើយគោលដៅនេះជំហានទី2គឺយើងគ្រោងអនុវត្តក្នុងរយៈពេល1ឆ្នាំដោយផ្ដោតសំខាន់ទៅលើក្រុមយុវជននៅក្នុងនោះផងដែរអនុញ្ញាតឲ្យខ្ញុំបាទបញ្ជាក់ជូនអំពីគោលបំណងសំខាន់នៅក្នុងការរៀបចំនៅយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដែលក្នុងនោះទី1គឺការលើកកម្ពស់នៅអក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនិង digital ហើយប្រធានបទដែលយើងបានលើកឡើងនៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដំណាក់កាលទី2នេះគឺយើងលើកបានដាក់ចេញនៅប្រធានបទការលើកកម្ពស់ការពង្រឹងអក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនិង digital ដើម្បីសុវត្ថិភាពព័ត៌មានអញ្ចឹងខ្ញុំយល់ឃើញថាការលើកកម្ពស់អក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ពីព្រោះយើងដឹងហើយថាកាលណាយើងនិយាយអំពីអក្ខរកម្មគឺយើងសំដៅទៅលើសមត្ថភាពនៅក្នុងការអាននៅក្នុងការសរសេរក៏ប៉ុន្តែអក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនិង digital នេះគឺយើងផ្ដោតសំខាន់ទៅលើសមត្ថភាពនៅក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបង្កើតសារនៅក្នុងការបង្កើតមាតិកាហើយសមត្ថភាពនៅក្នុងការវិភាគថាតើមាតិកាណាមានប្រយោជន៍មាតិកាណាដែលផ្ដល់ផលប៉ះពាល់ទៅដល់យើងពីព្រោះព័ត៌មានសារៈសំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃយើងត្រូវការព័ត៌មានពិតដើម្បីធ្វើសេចក្តីសម្រេចចិត្តនៅក្នុងការរស់នៅប្រចាំថ្ងៃឲ្យបានត្រឹមត្រូវបាទទី2នោះគឺយុទ្ធនាការរបស់យើងក៏ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសិទ្ធិនិងសុវត្ថិភាព digital ហើយបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធព្រមជាមួយនឹងការជំរុញការគិតបែបស៊ីជម្រៅឬក៏ critical thinking និងការផ្លាស់ប្ដូរទម្លាប់អវិជ្ជមានរបស់យុវជននៅក្នុងការប្រើប្រាស់បណ្ដាញសង្គមបាទនេះគឺជាគោលបំណងសំខាន់នៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗក្រៅពីការអប់រំបញ្ជ្រាបការយល់ដឹងក្រសួងក៏បានកំពុងពង្រឹងនិងធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលផ្ដោតសំខាន់ទៅលើគុណភាពនៃមាតិកាគុណភាពនៃការផ្សាយហើយនឹងធ្វើយ៉ាងណាឲ្យមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយរបស់យើងឲ្យមានភាពសម្បូរបែបនៅពេលបច្ចុប្បន្ននេះក្រៅពីប្រព័ន្ធផ្សព្វផ្សាយប្រពៃណីហើយប្រព័ន្ធផ្សព្វផ្សាយប្រពៃណីរបស់យើងក៏បានវិវត្តទៅលើការប្រើប្រាស់នៅ platform digital ដើម្បីផ្សព្វផ្សាយហើយជាមួយគ្នានោះយើងក៏មាន app តាមទូរស័ព្ទដៃយើងមានប្រព័ន្ធ OTT ហើយនិង digital media ផ្សេងទៀតក្នុងគោលបំណងដើម្បីពង្រីកវិសាលភាពនៅក្នុងការផ្សព្វផ្សាយនឹងឲ្យបានគ្រប់រំដាប់គ្រប់ស្រទាប់ប្រជាជនទាំងអស់នៅប្រទេសកម្ពុជាក្រៅអំពីការពង្រឹងនិងធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយក្រសួងក៏បានរៀបចំនៅយន្តការសម្របសម្រួលជាមួយនឹងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលអង្គភាពអ្នកនាំពាក្យក្រសួងស្ថាប័ននិងអង្គភាពអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិហើយនឹងភាគីពាក់ព័ន្ធក្នុងការឆ្លើយតបជាមួយនឹងព័ត៌មានคล้ายៗហើយទន្ទឹមនោះក្រសួងព័ត៌មានក៏សហការជាមួយនឹងក្រសួងពាក់ព័ន្ធផ្សេងទៀតដើម្បីមានវិធានការប្រឆាំងនឹងព័ត៌មានคล้ายៗជាពិសេសក្រសួងមហាផ្ទៃហើយនិងក្រសួងប្រៃសណីនិងទូរគមនាគមន៍បាទចា៎ខ្ញុំដូចបានជឿថានីតិវិទ្យាសម័យ digital នេះបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលធ្វើឲ្យការទទួលនិងចែករំលែកព័ត៌មានវាអាចធ្វើឡើងបានយ៉ាងងាយស្រួលនិងរហ័សប៉ុន្តែភាពងាយស្រួលនេះក៏បាននាំមកនៅmisinformation និង malinformation ដែលអាចបង្កើតជា
បង្កើតជាភាពពុតវោការយកច្រឡំនិងការបាត់បង់ទំនុកចិត្តនៅក្នុងសង្គមត្រង់ចំណុចនេះនាងខ្ញុំយកឃើញថាក៏ជារឿងសំខាន់មួយដែរដែលនាងខ្ញុំចង់ជម្រាបសួរទៅឯកឧត្តមបន្ថែមថាតើប្រជាពលរដ្ឋគួរមានជំនាញឬវិធីសាស្ត្រអ្វីខ្លះក្នុងការវិតម្លៃនិងផ្ទៀងផ្ទាត់ព័ត៌មានមុននឹងធ្វើការចែករំលែកទៅកាន់អ្នកដទៃបាទសូមអរគុណចំពោះសំណួរដ៏សំខាន់នេះប្រជាពលរដ្ឋជាពិសេសយុវជនខ្ញុំផ្ដោតសំខាន់ទៅលើក្រុមយុវជនដោយសារតែយោងតាមរបាយការណ៍ Digital គឺយុវជនរបស់យើងជាក្រុមដែលប្រើប្រាស់នៅប្រព័ន្ធផ្សព្វផ្សាយឬក៏បណ្ដាញសង្គមនេះច្រើនជាងគេដូច្នេះអ្នកដែលទទួលរងគ្រោះនៃព័ត៌មានคล้ายៗក៏ដូចជាបញ្ហាដែលកើតចេញអំពីបណ្ដាញសង្គមនេះក៏ជាយុវជនច្រើនជាងគេផងដែរអញ្ចឹងសម្រាប់ថាតើគាត់គួរមានជំនាញអ្វីខ្លះឬក៏វិធីសាស្ត្រអ្វីខ្លះនៅក្នុងការវាតម្លៃនិងផ្ទៀងផ្ទាត់ព័ត៌មានទី1ខ្ញុំយល់ថាគាត់ត្រូវតែពង្រឹងនៅអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនិងអក្សរកម្ម Digital ពីព្រោះអក្សរកម្មព័ត៌មាននេះគឺជាវ៉ាក់សាំងបាទសម្រាប់គាត់ទោះបីដូចយើងលើកឡើងខាងដើមអញ្ចឹងថាព័ត៌មានคล้ายៗមិនអាចចាក់ឆ្ងាយពីយើងបានទេយើងអត់អាចលុបបំបាត់ព័ត៌មានคล้ายៗឲ្យនៅឲ្យគ្មានព័ត៌មានคล้ายៗក៏ប៉ុន្តែយើងព្យាយាមកាត់បន្ថយក្នុងកម្រិតអបបរិមាក៏ប៉ុន្តែព័ត៌មានคล้ายៗពីនេះទៅមុខនឹងនៅជាមួយយើងបាទអញ្ចឹងអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាសមត្ថភាពនៅក្នុងការវិភាគទៅលើព័ត៌មានបាទថាតើគាត់អាចធ្វើការវិភាគថាតើព័ត៌មាននោះពិតឬក៏ជាព័ត៌មានคล้ายៗតើថាសារនោះផ្ដល់ផលប្រយោជន៍អីខ្លះដល់គាត់ដូច្នេះក្នុងការទទួលបាននៅអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺគាត់ត្រូវតែខិតខំស្វែងយល់បន្ថែមហើយមួយទៀតអក្សរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនេះក៏ជាបំណិននៃសតវត្សទី21ដែរបាទយុវជនរបស់យើងរៀនបកកែក៏ប៉ុន្តែខ្វះនៅបំណិនសតវត្សទី21ក៏យើងពិបាកនៅក្នុងការប្រកួតប្រជែងជាមួយនឹងយុវជនដទៃផ្សេងទៀតផងដែរបាទទី2គឺសូមពិនិត្យមើលប្រភពដោយសារតែប្រភពព័ត៌មានសារៈសំខាន់ពេលខ្លះយើងអត់ដឹងថាតើប្រភពនៃព័ត៌មាននោះចាត់កាត់ចេញពីកន្លែងណាទេយើងអត់ដឹងថាតើប្រភពដែលផ្ដល់ឲ្យយើងនេះជាប្រភពដែលត្រូវបានគេប្រឌិតឡើងឬក៏ប្រភពដែលត្រូវបានគេបញ្ជូនមកក្នុងគោលបំណងទុច្ចរិតណាមួយយើងអត់ដឹងហើយអញ្ចឹងយើងត្រូវពិនិត្យមើលប្រភពថាជាប្រភពផ្លូវការឬក៏ជាប្រភពដែលគ្រាន់តែជាពាក្យចចាមរាមឬក៏គ្រាន់តែជាប្រភពនៃការមិនច្បាស់លាស់ផ្សេងបាទទី2គឺយើងអាចពិនិត្យទៅលើកាលបរិច្ឆេទនៅក្នុងការផ្សព្វផ្សាយជាទូទៅក្នុងអត្ថបទព័ត៌មានយើងមានកាលបរិច្ឆេទហើយនឹងមានឈ្មោះអ្នកនិពន្ធហើយនឹងយើងអាចពិនិត្យទៅលើដំណ link ថាតើដំណ link នេះជាដំណ link របស់អង្គភាពព័ត៌មានមែនទែនឧទាហរណ៍ថា cnn.com ឬក៏ freshnews.com ឬក៏ website សំខាន់ផ្សេងទៀតដែលយើងអាចពិនិត្យដំណ link ពីព្រោះធម្មតាអ្នកដែលគាត់មានចេតនាទុច្ចរិតគឺគាត់អាចបន្លំនៅ address ឬក៏អាស័យដ្ឋាននៃ link ដែលគាត់បញ្ជូនមកឲ្យយើងបាទហើយមួយទៀតគឺតកតងជាមួយនឹងពិនិត្យទៅលើអង្គភាពដែលចេញផ្សាយនៃព័ត៌មាននោះថាតើអង្គភាពដែលចេញផ្សាយជាអង្គភាពដែលទទួលស្គាល់ដែរទេឬក៏ជាអង្គភាពដែលទើបតែបង្កើតឡើងពីព្រោះពេលខ្លះគេមានចេតនានៅក្នុងការផ្សព្វផ្សាយអ្វីមួយហើយគេបង្កើតគ្រាន់តែបង្កើតឈ្មោះអង្គភាពណាមួយ design logo ថ្មីបង្កើតបានទៅជាអង្គភាពមួយដែលយើងមើលអត់ដឹងដូច្នេះក្នុងនាមយើងជាយុវជនដែលប្រើប្រាស់បណ្ដាញសង្គមយើងត្រូវស្វែងយល់ថាតើអង្គភាពនោះជាអង្គភាពដែលត្រូវបានទទួលស្គាល់ដែរទេបាទក្រៅពីនោះក៏យើងអាចពិនិត្យទៅលើសារព័ត៌មានដទៃទៀតថាតើបើសិនជាព័ត៌មាននេះបង្ហោះចេញពីសារព័ត៌មានមួយថាតើសារព័ត៌មានធំនៅប្រទេសយើងឧទាហរណ៍ដូច Fresh News ដូច BTV ដូចព័ត៌មានផ្សេងទៀតថាតើមានផ្សព្វផ្សាយពីព័ត៌មាននោះដែរទេដូច្នេះបើសិនជាមិនមានការផ្សព្វផ្សាយព័ត៌មាននោះទេយើងអាចចោទជាសំណួរថាព័ត៌មាននោះអាចពិតឬក៏អាចជាព័ត៌មានមិនពិតបាទក្រៅអំពីការពិនិត្យទៅលើបញ្ហាទាំងអស់នោះយើងក៏អាចពិនិត្យមើលរូបភាពនៃព័ត៌មានថាតើជារូបភាពចាស់រូបភាពថ្មីរូបភាពដែលគេបង្កើតឡើងដោយ AI តាមរយៈការប្រើប្រាស់នៅបច្ចេកវិទ្យាមួយដែលឥឡូវស្រួលទេយើងអាចប្រើ Google Reverse Image Search ដែលជាបើសិនយើងមើល Google ទៅយើងអាច
ឃើញរូបសញ្ញារូបភាពហើយយើងបង្ហោះរូបភាពនឹងចូលអាប់ឡូតចូលទៅគេនឹងប្រាប់យើងថារូបភាពនោះជារូបភាពចាស់ឬក៏រូបភាពថ្មីបាទហើយក្រៅពីនោះគឺយើងត្រូវប្រកាន់នៅវប្បធម៌គិតមុននឹងចែករំលែកមានន័យថាមុននឹងធ្វើអ្វីក៏ដោយនៅក្នុងបណ្ដាញសង្គមគិតបន្តិចសិនទោះបីជា15វិនាទីក៏ដោយបាទមានន័យថាគិតមុននឹងយើងចែករំលែកហើយបើសិនមិនច្បាស់យើងត្រូវសួរទៅដល់អ្នកជំនាញលើផ្នែកហ្នឹងបាទចាសូមអរគុណច្រើនអាយដាមសម្រាប់ការបកស្រាយបានយ៉ាងល្អនិងក្បោះក្បាយបែបនេះទៅថ្ងៃអនាគតតើអាយដាមយល់ឃើញថា information disorder នៅកម្ពុជាអាចនឹងមានការវិវត្តយ៉ាងដូចម្តេចខ្លះដែរអាយដាមបាទថាតើបញ្ហា information disorder អាចវិវត្តទៅយ៉ាងដូចម្តេចខ្ញុំគិតថាដោយរបាយការណ៍របស់ World Economic Forum ដែលខ្ញុំបានលើកឡើងមិញថាព័ត៌មានคล้ายៗនឹងคล้ายទៅជាហានិភ័យមួយធ្ងន់ធ្ងរសម្រាប់ពិភពលោកក្នុងរយៈពេលខ្លីក៏ដូចជារយៈពេលវែងហើយ information disorder តាមរយៈបច្ចេកវិទ្យានៅពេលបច្ចុប្បន្នដែលយើងមិនអាចបញ្ឈប់បច្ចេកវិទ្យាបានទេក៏ប៉ុន្តែបច្ចេកវិទ្យាបច្ចុប្បន្ននេះគឺផ្ដល់ទាំងផលប្រយោជន៍ហើយនិងផ្ដល់ទាំងគុណវិបត្តិក៏ប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺត្រូវទាញប្រយោជន៍ពីបច្ចេកវិទ្យាទាំងអស់នោះហើយត្រូវបន្ស៊ាំខ្លួនកសាងភាពធន់តាមរយៈការបង្កើននៅអក្សរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាននេះហើយជារួមគឺមានន័យថាព័ត៌មានคล้ายៗនឹងកើនឡើងដោយសារតែកត្តាបច្ចេកវិទ្យាហើយនឹងកត្តាមនុស្សបើសិនជាយើងមិននាំគ្នាស្វែងយល់និងកសាងឬក៏ពង្រឹងអក្សរកម្មព័ត៌មាននិងព័ត៌មានផ្សព្វផ្សាយទេក៏ប៉ុន្តែបើសិនជាយើងមានវ៉ាក់សាំងនៅក្នុងខ្លួនយើងមានអក្សរកម្មព័ត៌មាននិងព័ត៌មានផ្សព្វផ្សាយខ្ញុំគិតថាយើងអាចកសាងភាពធន់និងអាចសម្របជាមួយនឹងព័ត៌មានទាំងអស់នោះបានហើយជាទូទៅបើសិនជាយើងមើលចេតនារបស់អ្នកដែលផលិតនិងបង្កើតនៅព័ត៌មានคล้ายៗបើសិនជាមិនមានតម្រូវការទេក៏មិនមានអ្នកផ្គត់ផ្គង់ដែរដូច្នេះបើសិនជាប្រជាពលរដ្ឋរបស់យើងលែងមានតម្រូវការលើព័ត៌មានដែលតាក់ទងជាមួយនឹងអារម្មណ៍យើងហៅថា emotional content ឬក៏ព័ត៌មានដែលមានភាពរញ៉េរញ៉ាយព័ត៌មានអសណ្ដាប់ធ្នាប់ឬក៏ព័ត៌មានដែលមិនមានប្រយោជន៍ជាពិសេសទៅលើចំនួនគ្រួសារទៅលើរឿងឯកជនភាពលក្ខណៈនេះគឺមានន័យថាអ្នកដែលផ្គត់ផ្គង់អ្នកដែលផលិតនៅមាតិកាទាំងអស់ហ្នឹងក៏កាត់បន្ថយដែរដូច្នេះវាគឺចាប់ផ្ដើមពីខ្លួនយើងថាតើយើងផ្ដល់តម្លៃទៅលើព័ត៌មាននោះកម្រិតណាហើយត្រឡប់មកវិញថាព័ត៌មានคล้ายៗនឹងនៅជាមួយយើងដូច្នេះអ្វីដែលសំខាន់គឺការពង្រឹងទៅលើវ៉ាក់សាំងរបស់យើងគឺអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយចាអាយដាមជាចុងក្រោយតើអាយដាមមានជាអនុសាសន៍សំខាន់អ្វីខ្លះជូនដល់អ្នកទស្សនាក្នុងការប្រើប្រាស់ព័ត៌មាននៅក្នុងសម័យ Digital បាទសម្រាប់ខ្ញុំបានយល់ឃើញថាប្រជាពលរដ្ឋរបស់យើងជាពិសេសស្ទាប់យុវជនត្រូវទី1គឺពង្រឹងនៅការគិតស៊ីជម្រៅបាទមានន័យថាមុននឹងយើងធ្វើអ្វីមួយយើងត្រូវគិតហើយនឹងមុននឹងយើងចែករំលែកក៏យើងត្រូវគិតដែរទី2គឺត្រូវពង្រឹងទៅលើចំណេះដឹងនៅក្នុងការប្រើប្រាស់នៃប្រព័ន្ធផ្សព្វផ្សាយយើងទទួលស្គាល់ថាបញ្ហាបច្ចេកវិទ្យានៅពេលបច្ចុប្បន្នយើងអត់ចាំបាច់ទៅរៀនសាកលវិទ្យាល័យរយៈពេល3ឬក៏4ឆ្នាំដើម្បីបានជំនាញនៅក្នុងការប្រើប្រាស់ AI ទេក៏ប៉ុន្តែ AI នៅពេលបច្ចុប្បន្ននេះការរៀនប្រើប្រាស់គ្រាន់តែ tool មធ្យមគឺយើងអាចប្រើប្រាស់ដោយមិនចាំបាច់រកគ្រូជំនាញអីណាស់ណាទេមានន័យថាការងាយស្រួលការរៀនសូត្រគឺងាយស្រួលមែនទែនបាទដូច្នេះបើសិនជាការរៀនសូត្រងាយស្រួលបែបនេះយើងត្រូវចេះស្វ័យគ្រប់គ្រងទៅលើប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហ្នឹងកុំឲ្យបច្ចេកវិទ្យាគ្រប់គ្រងយើងប៉ុន្តែយើងត្រូវស្វ័យគ្រប់គ្រងទៅលើបច្ចេកវិទ្យាទាំងអស់នោះហើយមួយទៀតគឺយើងត្រូវបង្កើននៅវប្បធម៌គិតមុននឹងចែករំលែកពីព្រោះវប្បធម៌គិតមុននឹងចែករំលែកនេះសំខាន់នៅក្នុងការកសាងនៅការគិតបែបវិជ្ជមានបើសិនជាយើងគិតមុននឹងចែករំលែកមានន័យថារាល់សកម្មភាពរបស់យើងនៅលើបណ្ដាញសង្គមគឺយើងកម្រនឹងជួបនៅហានិភ័យបាទពីព្រោះយើងបានគិតបានតិចហើយបានយើងចែករំលែកសារទាំងអស់នោះហើយជាចុងក្រោយនោះគឺខ្ញុំសូមអំពាវនាវឲ្យការប្រើប្រាស់របស់យុវជនរបស់យើងលើបណ្ដាញសង្គមនេះប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពគឺយើងសំដៅទៅលើការប្រើប្រាស់បច្ចេកវិទ្យាដោយ
មិនធ្វើឲ្យប៉ះពាល់ទៅដល់ខ្លួនឯងហើយប៉ះពាល់ទៅដល់អ្នកដទៃហើយក៏ត្រូវទទួលខុសត្រូវនៅលើអ្វីដែលយើងបានចែករំលែកអ្វីដែលយើងបានបង្កើតឡើងផងដែរបាទចាជាទីបញ្ចប់ក្នុងនាមខ្ញុំតំណាងអង្គមជ្ឈមណ្ឌលកម្ពុជាវិទ្យាសាស្ត្រខ្ញុំសូមថ្លែងអំណរគុណអេរ៉ុនដែលបានចូលជាវិក្កាមទិយោក្នុងកម្មវិធីជជែកពិភាក្សារបស់យើងនៅពេលនេះក៏ដូចគ្នាផងដែរចំពោះប្រិមិត្តដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់ក៏ដូចជាកម្មវិធីផ្សេងៗរបស់មជ្ឈមណ្ឌលកម្ពុជាវិទ្យាសាស្ត្រក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទស្សនារបស់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាទាំងអស់សង្ឃឹមថានឹងនៅតែបន្តគ្រប់គ្រងរាល់សកម្មភាពរបស់មជ្ឈមណ្ឌលកម្ពុជាវិទ្យាសាស្ត្រដែលធ្វើឡើងក្នុងបុព្វហេតុជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាឲ្យកាន់តែទូលំទូលាយមានប្រសិទ្ធភាពនិងចំគោលដៅសម្រាប់ថ្ងៃនេះនាងខ្ញុំនៅវិក្កាមកិត្តិយសសូមអរគុណនិងសូមគោរពលា